ដានាងខ្ញុំស្មានតែអ្នកមិនបានញ៉ាំអាហារពេលព្រឹកខ្ញុំបានទិញនំផាវខ្លះសម្រាប់អ្នកយកទៅញ៉ាំទៅនំផាវនេះមានសាច់ទៀតនេះពិតជាឲ្យខ្ញុំញ៉ាំមែនទេអត់ទេខ្ញុំបានផឹកទឹកស្ករមួយចានរបស់ប្អូនហើយមិនអាចយកនំផាវរបស់ប្អូនបានអត់ទេពិតជាអត់ទេចុះមានអីមិនថ្លៃប៉ុន្មានផងយកទៅចុះកុំគិតច្រើនអញ្ចឹងនំផាវនឹងប៉ុន្មានខ្ញុំឲ្យលុយប្អូនប្រុសដានាងថ្ងៃនេះអត់បានយកកាបូបលុយមកទេយកមកតែ2មែនប៉ុណ្ណោះប្អូនយកទៅសិនទៅខ្ញុំត្រឡប់ទៅផ្ទះយកលុយឲ្យប្អូនហាក់ដូចជាដានាងនេះមិនត្រឹមតែអ្នកមាននោះទេប្រហែលជាមានជំងឺភ្លេចភ្លាំងទៀតផងល្អអញ្ចឹងខ្ញុំទុកសិនដានាងស្កោសនេះក៏ឲ្យអ្នកដែរបើថ្ងៃក្រោយអ្នកវិលមុខទៀតគ្រាន់តែឆុងទឹកញ៉ាំទៅអរគុណប្អូនប្រុសហើយឆាងធំបាវនេះមានតែទេលឿនឆុងតែមួយពេងឲ្យខ្ញុំតែអត់មានទេកូកាកូឡាចង់ទេក៏បានដែរហ្វាំងជៀនអ្នកមិនមែនបើកហាងលក់វត្ថុបុរាណទេមិនថ្ងៃនេះមកជួយខ្ញុំនេះមិនមែនទៅភូមិដើម្បីរើសកាក់ស្ពាន់ចាស់ទេខ្ញុំប្រាប់អ្នកលើកនេះខ្ញុំរកបានមាសហើយយ៉ាងហោចណាស់ខ្ញុំក៏រកបានខ្លះដែរខ្ញុំទុកឲ្យអ្នកមើលលេងហេតុអីឲ្យខ្ញុំមើលខ្ញុំមិនយល់ពីវាទេនេះជាឈីងថងបាវនេះជាលំឈីងថងបាវនេះនេះជាថៃឆាងថងបាវតម្លៃមួយប្រហែលជា500យួន500យួនខ្ញុំហាក់ដូចជាមានមួយដែរមិនក៏អ្នកមានមិនមែនចង់ប្រជែងអាជីវកម្មជាមួយខ្ញុំទេគឺនេះគួរតែជារបស់ខ្លាំងខ្លាយអ្នកពិតជាទទួលបានរបស់ខ្លាំងខ្លាយអីគេសូនខ្ញុំប្រាប់អ្នកកាក់ទាំងពីរនេះពិតជាពិតប្រាកដម្ដងទៀតបើមាននរណាម្នាក់យកមកអ្នកត្រូវតែរក្សាវាទុកឲ្យខ្ញុំតើខ្ញុំអាចត្រឡប់ទៅវិញដោយរបៀបណាតានាងខ្ញុំឃើញសម្លៀកបំពាក់របស់អ្នកពិតជាពិសេសកុំបារម្ភខ្ញុំមិនមែនជាមនុស្សអាក្រក់ទេខ្ញុំគ្រាន់តែចង់សួរថាផ្សិតដុំជូលមាសនេះអ្នកទិញមកពីណាឥឡូវនេះកំមនឹងឃើញផ្សិតដុំជូលមាសស្រស់បែបនេះណានេះគឺដាំដោយខ្លួនឯងដាំដោយខ្លួនឯងអញ្ចឹងអ្នកលក់ទេនេះក៏អាចលក់បានដែររបស់របរទាំងនេះមានជាតិប្រេងតិចនិងអំបិលតិចយកទៅផ្ទះវិញមិនល្អជាងផ្លាស់ប្ដូរវាជាលុយទេ3មែន30យួនក្នុងមួយកាថៃអញ្ចឹងក៏សមរម្យដែរខ្ញុំចង់និយាយថា3មែន30យួនប៉ុន្មាន30យួនក្នុងមួយកាថៃបេជីង6លាងគឺបេជីងមើលទៅតាមរូបរាងរបស់ដានាងនេះមិនគួរកុហកទេដានាងអ្នកលើកក្រោយបើមានបន្លែព្រៃស្រស់យកមកឲ្យខ្ញុំទាំងអស់ឥឡូវនេះបន្លែព្រៃកំពុងតែពេញនិយមសៀងឈុនថៅ50យួនក្នុងមួយកាថៃជីសាយ10យួនក្នុងមួយកាថៃម៉ាឈីសៀន25យួនក្នុងមួយកាថៃខ្ញុំទើបតែទិញបាន10កាថៃល្ងាចបន្តិចក៏ត្រូវបានគេដណ្ដើមអស់ទៅហើយថ្លៃប៉ុណ្ណឹងផងល្អខ្ញុំចាំហើយ